Bà sư sấy bông mai bông bồn đó này bà miền bông bồn chỉ ra để tại tại su nòng bị bánh há rộng lôi tam Facebook có đôi chia tam TikTok có bắt tới trong còn mà chơi ý đây bông mai bông bồn còn là thang trong bàn thư vi của bàn phò TikTok nhưng mà bông toàn bàn chụp chơi ấy mùi thông đông một tí bàដូច្នេះខ្ញុំមិនហ៊ាននឹងចែកម្លែកអីច្រើននោះទេប៉ុន្តែគាត់ថាអ្វីដែលខ្ញុំឆ្លងកាត់ខ្ញុំនឹងប្រាប់ពុកម៉ែបងប្អូនថាអ្វីដែលធ្វើឲ្យយើងទៅឆាប់ទទួលបានទី1គឺមាតិកាពុកម៉ែបងប្អូនត្រូវតែផលិតមាតិការមាតិកាដែលយើងត្រូវផលិតបាទយើងចង់ផលិតយើងដាច់ខាតយើងត្រូវផលិតមាតិកាហ្នឹងមកបាទមានមាតិកាផុសរាល់ថ្ងៃបាទបើយើងមិនផុសវីដេអូទេគឺវាមិនអាចទេបាទហ្នឹងហើយដូចយើងឃ្លានបាយអត់យកអង្គទៅដាំអញ្ចឹងបាទអញ្ចឹងពុកម៉ែបងប្អូនត្រូវតែផលិតវីដេអូរឿងដ៏សំខាន់បំផុតគឺផលិតវីដេអូផុសបាទមិនថាFacebook មិនថា TikTok ឬក៏មិនថា YouTube ទេត្រូវតែផុសវីដេអូបាទបើអត់ផុសវីដេអូគឺអត់អាចមានឱកាសទេបាទដូចខ្ញុំអញ្ចឹងខ្ញុំផុសវីដេអូនៅលើ Facebook ដល់ពេលផុសយូរ Facebook គេ invite ឲ្យខ្ញុំរកលុយអញ្ចឹងទៅបាទដល់ពេលយើងរក invite រកលុយបាទយើង set up កុងធនាគារហើយយើងរកបានហើយពុកម៉ែបងប្អូនបាទហ្នឹងហើយមកកាក់ម៉ាស៊ីនបាទសំទៅបាទដល់ខែបានបាន100 200យើងបានតាមហ្នឹងទៅបាទអញ្ចឹងណាពុកម៉ែបងប្អូនបាទហើយបើសិនណាយើងមិនធ្វើសោះយើងចាំទទួលថាថ្ងៃណាបានគេ invite ថ្ងៃណាបានគេឲ្យយើងរកលុយវាមិនងាយស្រួលបងពុកម៉ែបងប្អូនគិតទេបាទដូចគេនិយាយចឹងថាមិននៅសុកធ្លាក់លុយមកទេបើយើងមិនប្រឹងធ្វើបាទលើលោកនឹងគ្មានអីកើតដោយឯងដែលយើងមិនធ្វើវានោះទេពុកម៉ែបងប្អូនបាទអត់មានទេលើលោកនោះបាទឥឡូវនិយាយបើយើងចង់ញ៉ាំបាយតើយើងទៅដាំបាយបើយើងមិនដាំបាយយើងក៏អត់បានបាយញ៉ាំដែរបាទយើងឃ្លានអីយើងត្រូវទៅយករបស់ហ្នឹងមកញ៉ាំបើយើងមិនទៅយកញ៉ាំសួរថាចាំតារបស់ហ្នឹងហោះចូលមាត់មិនបានអត់បានទេបាទពុកម៉ែបងប្អូនបាទអញ្ចឹងរឿងដ៏សំខាន់ផុសវីដេអូបាទហើយការកាត់វីដេអូពុកម៉ែបងប្អូនត្រូវតែកាត់ឆ្នៃធ្វើយ៉ាងម៉េចបាទកុំឲ្យជារបស់គេទាំងស្រុងបាទបានត្រឹមតែ80% ឬក៏90% អីហ្នឹងគឺវាពេកហើយបាទ Facebook វាមិនចាប់ទេបាទតែបើសិនជា down មកបងប្អូនគាត់សេរីទំហំតិចតួចរបស់គេទាំងអស់អាហ្នឹងវាអាចដែរបាទអាចមកបាទនៅពេលដែល invite ហើយទាំងinvite យើងរកលុយហើយបើសិនជាយើងអត់មាន admin ជំនាញពិនិត្យមើល page យើងទេpage យើងដឹងស្ពៃបាទចឹងវាមិនមែនជារឿងងាយទេពុកម៉ែបងប្អូនវាមាននៅពេលដែលយើង set up វានៅមានរឿងជាច្រើនទៀតបាទចឹងបានថាយើងត្រូវតែរៀនបណ្ដាលធ្វើបណ្ដាលប៉ុន្តែអ្វីដែលងាយស្រួលសម្រាប់យើងនោះគឺយើងព្យាយាមបង្កើតមាតិកាឲ្យផុសវាទៅបាទជាមាតិកាមួយដែលមិនមែនជាមាតិកាដែលនិយាយទៅពុកម៉ែបងប្អូនផុសអីផុសទៅកុំឲ្យវាពាក់ព័ន្ធនឹងគេថាបំពុលហ្នឹងហើយសូមតែប៉ុណ្ណឹងទៅបានហើយនឹងមាតិកាណាដែល Facebook គេហាម5កុំឲ្យពុកម៉ែបងប្អូនផុសដោយរូបអាភាសអញ្ចឹងទៅបាទឈាមអីចឹងទៅបាទហ្នឹងហើយអញ្ចឹងពុកម៉ែបងប្អូនជៀសវាងការបំរាមរបស់គេនឹងទៅគឺវាអូខេហើយបាទនឹងអូខេពុកម៉ែបងប្អូនមានអីចម្ងល់ក៏ឆាតសួរបានអ្វីដែលខ្ញុំចេះខ្ញុំនឹងប្រាប់តែបើសិនជាអ្វីដែលខ្ញុំអត់ចេះទេខ្ញុំសួរគេដែរសួរគេបើសិនណាគេឆ្លើយប្រាប់ខ្ញុំនឹងប្រាប់ពុកម៉ែបងប្អូនតតែបើអត់ទេយើងព្យាយាម search មើលតាម YouTube អីចឹងទៅបាទអូខេអរគុណបាទ